ទោះអ្នកអាចការពារបានតែមនុស្សចំណិតក៏មិនអាចការពារបានទាំងពិភពលោកដែរអាចកំបាំងពីជាតិមុនបានលេចចេញបន្តិចម្ដងហើយលោកគ្រូយេខាងលោកមានរឿងកាត់ឡើងហើយខ្ញុំមានអារម្មណ៍ថាមានស្នាមនៃការប្រយុទ្ធយ៉ាងសាហាវនៅជីក្រុងលោកម្ចាស់តើលោកមានរបួសត្រង់ណាទេមិនអីទេមនុស្សពួកនេះមានក្លិនកាចសាហាវណាស់មិនមែនជាអ្នករំធម្មតាទេសំណាក់ងឹតគូស្ត្រូវពីជាតិមុនសំណាក់ងឹតខ្ញុំមិនដែលឮឈ្មោះនេះពីមុនមកសោះពួកវានឹងមិនព្រមបញ្ចប់ត្រឹមនេះទេបញ្ជីចុះតាក់ទីក្រុងក្នុងស្ថានភាពប្រុងជើងការលោកប្រុសលីងឪនឹងការពារត្រកូលនេះទាំងយប់ទាំងថ្ងៃគោលដៅរបស់ពួកវាគឺខ្ញុំប៉ុន្តែពួកវាប្រហែលជាចង់សាកល្បងចំណុចខ្សោយរបស់ខ្ញុំអ្នកណាដែលហ៊ានចូលចិត្តក្រុមគ្រួសារខ្ញុំនឹងចេញមុខទប់ស្កាត់វាដោយផ្ទាល់ចាប់ពីរាត្រីនេះទៅត្រកូលយីជៀងនិងត្រកូលឡងត្រូវដាក់ការការពារឲ្យបានពេញលេញចំណុចខ្សោយរបស់ហ៊ីខេងឈួនចាប់ផ្ដើមពីនាងមុនទៅលោកគ្រូជៀងជាឯងជានរណាលីថាអ្នកមានទំនាក់ទំនងល្អជាមួយយីខេងឈួនមែនទេខ្ញុំចង់ឲ្យអ្នកជួយណែនាំខ្ញុំបន្តិចខ្ញុំមិនអាចជួយអ្នកបានទេសូមអ្នកចេញទៅវិញទៅលោកគ្រូជៀងកុំធ្វើឲ្យខូចទឹកចិត្តគ្នាអីយីខេងឈួនប្រហែលជាអាចការពារអ្នកបានមួយពេលតែគេការពារអ្នកមិនបានមួយជីវិតទេពួកសំណាក់ងឹតគុំសំបីតែគិតចង់ប៉ះពាល់ដល់គ្រូរបស់ខ្ញុំមើលធ្លុះអស់ហើយការលួចធ្វើឃាតយីខេងឈួនបានបរាជ័យថ្ងៃនេះទើបមកសាកល្បងជាមួយមនុស្សចំណិតរបស់ខ្ញុំវិញម្ដងគិតបានល្អណាស់អញ្ចឹងចាំមើលថាតើឯងអាចខាត់ខ្ញុំបានឬអត់គ្រាន់តែជាកូនអុកនៅក្រៅក៏ហ៊ានមកលោឡាដែរឬចាប់ពីពេលនេះទៅបើមានមនុស្សចម្លែកមក4និយាយត្រូវតាក់ទងមកខ្ញុំភ្លាមសំណាងហើយដែលអ្នកមកតាន់និយាយមកតើនៅទីក្រុងជាងឆេនៅមានកម្លាំងសម្ងាត់ប៉ុន្មានទៀតតើទីក្រុងជាងឆេមានកម្លាំងសម្ងាត់ប៉ុន្មានកន្លែងអ្នកគ្មានថ្ងៃរកឃើញអស់ឡើយអញ្ចឹងរឿងនេះទុកឲ្យខ្ញុំនឹងនិយាយមានទីតាំង5កន្លែងមានមនុស្សជាង30នាក់ពួកគេបែកខ្ញែកគ្នានៅជុំវិញតំបន់ពាណិជ្ជកម្មសាលារៀននិងភូមិគ្រឹះលោកយីទៅត្រួតពិនិត្យតាមអ្វីដែលវាបាននិយាយកុំឲ្យសល់ម្នាក់ឲ្យសោះលោកបានកំទេចទីតាំងបាន3កន្លែងហើយប៉ុន្តែសមាជិកដែលសល់បានដកថយចេញទៅមុនបាត់ទៅហើយជាក់ស្ដែងណាស់មានអ្នកកំពុងបញ្ជាការពីក្រោយខ្នងពួកគេកំពុងតែប្រើល្បិចដើម្បីឲ្យយើងបង្ហាញខ្លួនកុំតន់ចាំមើលថាពួកវាចង់ធ្វើអ្វីបន្តទៀតរបាយការណ៍មានមនុស្សស្លៀកពាក់ខ្មៅលេចមុខនៅទីលានកណ្ដាលក្រុងពួកគេបានបន្សល់ទុកសម្បត្តិប្រកាសសិទ្ធថានឹងកំទេចទីស្នាក់ការក្បាច់គុណរបស់យើងក្នុងពេលដែលពួកវាចង់បើកមុខមាត់បែបនេះខ្ញុំនឹងទៅដោយខ្លួនឯងជានរណានៅក្នុងវិហារខ្មៅហ៊ានមកបង្កហេតុនៅក្រុងជាងឆេយ៉ាងនេះតើឯងគិតថាគ្មាននរណានៅទីក្រុងនេះឬក្បាច់គុណនៅក្រុងជាងឆេនឹងឬនៅក្នុងក្រសែភ្នែករបស់វិហារខ្មៅមិនមែនជារឿងអ្វីដែលគួរឲ្យខ្វល់ឡើយពួកឯងហ៊ានប៉ះពាល់ដល់មនុស្សរបស់ខ្ញុំនឹងលុបបំបាត់វិហារខ្មៅរបស់ពួកឯងចោលវាជារឿងធម្មតាដែលត្រូវតែធ្វើយីខេងឈួនបើឯងព្រមចុះចាញ់ដោយខ្លួនឯងខ្ញុំនឹងធានាសុវត្ថិភាពដល់ក្រុមគ្រួសាររបស់ឯងកុំច្រងៀងយកក្រុមគ្រួសារខ្ញុំមកគំរាមនោះគឺជាកំហុសដ៏ធំបំផុតរបស់ពួកឯងក្នុងនៅពេលដែលពួកឯងមិនព្រមចុះចាញ់អញ្ចឹងកុំបន្ទោសខ្ញុំដែលកំទេចទីស្នាក់ការក្បាច់គុណយ៉ាងនេះចោលលោកយីសូមឲ្យខ្ញុំទៅសាកល្បងមុនឯងមិនមែនជាគូប្រកួតរបស់វាទេទោះជាមិនមែនក៏ដោយក៏មិនអាចឲ្យវាមកមើលងាយទីស្នាក់ការក្បាច់គុណយ៉ាងឆេរបស់យើងដែរគ្រាន់តែប៉ុណ្្នឹងទីស្នាក់ការក្បាច់គុណយ៉ាងឆេមានសមត្ថភាពត្រឹមតែប៉ុណ្្នឹងទេហីខ្ញុំនៅមិនទាន់និយាយផងគ្រប់គ្រាន់ហើយថយក្រោយទៅអ្វីដែលនៅសល់ប្រគល់ឲ្យខ្ញុំចុះបាទទីបំផុតឯងក៏ព្រមចេញមុខដោយខ្លួនឯងមែនទេឯងក៏ទ្រាំបានមិនយូរដែរឯងឈ្នះខ្ញុំក៏គ្មានប្រយោជន៍អ្វីដែរមេខ្លោងរបស់វិហារខ្មៅបានចូលមកដល់ក្រុងជាងរួចហើយអ្នកមិនអាចការពារមនុស្សទាំងអស់នោះបានទេបើអញ្ចឹងខ្ញុំនឹងរងចាំពួកវាបង្ហាញខ្លួនលោកយីប្រសិនបើមេខ្លោងវិហារខ្មៅមកដល់ក្រុងជាងពិតមែនខ្លាចតែត្រូវប្រកាសអាសន្នទូទាំងក្រុងទាំងមូលបើអញ្ចឹងក៏ប្រកាសអាសន្នទូទាំងក្រុងទៅខ្ញុំសួរម្ដងទៀតពួកមេខ្លោងទាំងនោះកំពុងលាក់ខ្លួននៅណាកុំសង្ឃឹមថានឹងងើពាក្យអ្វីចេញពីមាត់ខ្ញុំឲ្យសោះលោកយីវាត្រូវបានគេហ្វឹកហាត់មកយ៉ាងល្អប្រហែលជាសួរអ្វីមិនចេញទេបើមិននិយាយក៏មិនបាច់ខ្វល់ដែរខ្ញុំចង់ឃើញណាស់ថាពួកវាអាចធ្វើអ្វីបានខ្លះត្រកូលយីត្រកូលយ៉ែងនិងត្រកូលឡង
ដាក់កម្រិតការពារថ្នាក់ទី1គ្រប់ច្រកចេញចូលទាំងអស់ត្រូវត្រួតពិនិត្យឲ្យបានហ្មត់ចត់បញ្ជូនកម្លាំងក្បាច់គុណចេញល្បាតគ្រប់ទីកន្លែងទទួលបញ្ជាខ្ញុំនឹងរៀបចំឥឡូវនេះពួកឯងអាចការពារបានតែនៅកន្លែងភ្លឺប៉ុណ្ណោះតែមិនអាចការពារនៅកន្លែងងឹតបានឡើយកម្លាំងស្នូពិតប្រាកដគឺបានឃើញពីចន្លោះប្រហោងទាំងអស់របស់ពួកឯងអស់ហើយអ្នកសម្របសម្រួលរាត្រីស្អែកសាកល្បងរកមើលមនុស្សដែលយីថេងឈុនយកចិត្តទុកដាក់ជាងគេត្រួតពិនិត្យគ្រប់ច្រករហូតចេញចូលក្នុងក្រុងឲ្យបានហ្មត់ចត់ត្រកូលយ៉ែងនិងត្រកូលឡងសុទ្ធតែមានអ្នកការពារនៅទីនោះតែពួកគេពូកែខាងលាក់ខ្លួនកូនចៅធម្មតាប្រហែលជាមិនអាចទប់ទល់បានឡើយដូច្នេះយើងមិនត្រឹមតែត្រូវរៀបចំប៉ុណ្ណោះទេគឺត្រូវតាក់ទាញឲ្យពួកគេបង្ហាញខ្លួនពួកគេនឹងជ្រើសរើសចុះដៃលើមនុស្សដែលខ្ញុំខ្វល់ខ្វាយយប់នេះខ្ញុំនឹងយាមនៅទីនេះដោយផ្ទាល់លោកយីលោកសុខចិត្តធ្វើជានុយដោយខ្លួនឯងឬមិនមែនជានុយទេតែជាការប្រមាញ់វិញទេលោកយីតើគូនាំលោកគ្រូយ៉ែងមកផ្ទះត្រកូលដែរឬទេការជួបជុំគ្នាការពារវានឹងមានសុវត្ថិភាពជាងពួកគេនឹងមិនហ៊ានធ្វើសកម្មភាពកម្រោឡើយសាកល្បងសិនលបងមើលអ្វីដែលអង្គការអានឌៀនពិតជាខ្លាចនោះគឺពួកគេនឹងជ្រើសរើសពេលដែលខ្ញុំវិប្រហារអ្នកដែលការពារខ្សោយបំផុតដើម្បីបង្ខំឲ្យខ្ញុំបាត់បង់ការគ្រប់គ្រងចំណែកលោកគ្រូជាងវិញគឺជារបាគោដែលងាយបំផុតដូច្នេះមិនត្រឹមតែការពារទេគឺត្រូវតែឲ្យពួកគេលេចមុខមកយកពងកាន់តែអានឌៀនចង់បញ្ជាក់ថាខ្ញុំមិនអាចការពារមនុស្សជុំវិញខ្លួនបានពួកគេនឹងកាន់តែបង្ហាញតម្រុយខ្លួនឯងគោលដៅនៅជាន់ខាងលើរហ័សឡើងទោះយាឈីងសៀនខ្លាំងយ៉ាងណាក៏មិនអាចការពារគាត់បានគ្រប់ពេលវេលាដែរអ្នកយាមខាងក្រៅមានតិចណាស់ឃើញថាពួកគេដាក់ចិត្តទុកចិត្តលើត្រកូលយាយខ្លាំងណាស់មកដល់ហើយកុំឲ្យយូរពេកទីបំផុតក៏ព្រមបង្ហាញខ្លួនតើអ្នកទៅរកគាត់តាំងពីពេលណាមកយាមនៅទីនេះដោយផ្ទាល់ឃើញបែបនេះអ្នកប្រហែលជាសំខាន់ចំពោះគាត់ខ្លាំងណាស់ពាក្យសម្ដីមួយនេះឯងនឹងធ្វើឲ្យពួកឯងត្រូវសងសឹកយ៉ាងធ្ងន់ធ្ងរថ្នាក់លើបញ្ជាមកឲ្យដោះស្រាយមនុស្សចំណិតរបស់ឯងមុនរួចទើបកំទេចផ្លូវចិត្តរបស់ឯងតើវាអាចទៅរួចយ៉ាងម៉េចអំណាចរបស់ខ្ញុំត្រូវបានគេរារាំងយ៉ាងងាយស្រួលការលួចវាយប្រហាររបស់ឯងយឺតយ៉ាវណាស់ខ្ញុំមិនជឿទេពួកឯងព្យាយាមបិទបាំងសកម្មភាពខ្ញុំស្នៀតរបស់ពួកឯងមានចន្លោះប្រហោងច្រើនពេកពួកយើងគ្រាន់តែចង់សាកល្បងប៉ុណ្ណោះកងកម្លាំងចម្បងបានមកដល់ហើយថ្ងៃស្អែកនឹងក្លាយជាថ្ងៃស្លាប់របស់ឯងតើកម្លាំងចម្បងនៃណាអ្នកនៅទីនេះមិនប្រយ័ត្ននឹងត្រូវវាបំបែកនៅយប់នេះអង្គការអានឌៀនកំពុងដាក់សម្ពាធខ្ញុំត្រូវតែធ្វើឲ្យក្រុមហ៊ុនគ្រួសារយើងមានសមត្ថភាពឲ្យមានកម្លាំងខ្លាំងក្លាជាងមុនលោកយេការចុះបញ្ជីពាណិជ្ជកម្មបានសម្រេចហើយក្រុមហ៊ុន Chingswoon Holding បានបង្កើតឡើងជាផ្លូវការ Chingswoon នេះគឺសម្រេចមែនទែនហើយនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះខ្សែសង្វាក់ផ្គត់ផ្គង់សុខភាពខ្នាតធំគុណភាពខ្ពស់និងជាក់ស្ដែងហាងលក់ទំនិញអនឡាញវិស័យទាំង4នេះមិនអាចបញ្ឈប់បានទេខ្ញុំនឹងទទួលបន្ទុកប្រតិបត្តិការក្រុមនេះឯងត្រូវតែធ្វើជាសៀវខ្ញុំនឹងមិនធ្វើឲ្យលោកខកបំណងឡើយកាលពីមុនប៉ាតែងតែគិតថាឯងមិនចេះដឹងរឿងអ្វីសោះតែពេលនេះប៉ាមានមោទនភាពចំពោះឯងណាស់ចាប់ពីពេលនេះទៅខ្ញុំនឹងជាអ្នកការពារត្រកូលយេលោកយេលោកប្រធានយេតំណាងចែកចាយតំបន់ទាំង12ទូទាំងប្រទេសបានដាក់ពាក្យសុំសហការក្នុងពេលតែមួយស្អែកនេះយើងនឹងបើកកិច្ចប្រជុំបណ្ដាញចែកចាយទូទាំងប្រទេសលោកយេកិច្ចសន្យារបស់តំណាងចែកចាយទាំង12តំបន់បានបញ្ជូនមកដល់ទាំងអស់ហើយសុទ្ធតែព្រមបង់ប្រាក់មុនដើម្បីដណ្ដើមយកកូតាចុះកិច្ចសន្យាតាមស្តង់ដារទៅត្រូវគោរពច្បាប់បើគោរពច្បាប់គឺយើងមានលុយរកស៊ីអ្នកណាមិនគោរពច្បាប់នឹងត្រូវដាក់ក្នុងបញ្ជីខ្មៅជាអចិន្ត្រៃយ៍យកពងអាណាចក្រអាជីវកម្មនេះមិនមែនបង្កើតដើម្បីស៊ីយន្តទេគឺបង្កើតឡើងដើម្បីត្រកូលយេមិនចង់ឲ្យអ្នកណាមើលងាយទៀតទេវាថ្លៃពេកហើយម៉ាក់មិនចាំបាច់ប្រើវាទេកូនរកលុយបានគឺទុកសម្រាប់ឲ្យម៉ាក់ចាយនេះឯងបងប្រុសចុះខ្ញុំវិញប្អូនក៏មានដែរព្រឹកស្អែកបើកសម្ពោធហើយនឹងមានអ្នកកាសែតរាប់រយនាក់និងមហាជនរងចាំមើលថ្ងៃស្អែកនឹងឲ្យពួកគេបានឃើញពីក្រុមហ៊ុន Kingston Holding ពីកម្លាំងពិតរបស់យើងសូមគោរពលោកយីគាត់នៅក្មេងពេកហើយអាយុប៉ុណ្ណឹងសោះ18ឆ្នាំស្ថាបនិកក្រុមហ៊ុនដែលមានអាយុ18ឆ្នាំនឹងក្លាយជាមនុស្សដំបូងគេបង្អស់ហើយចូលទៅនេះគឺជាស្ថាបនិកនៃក្រុមហ៊ុន Kingston Holding លោកយី Kingston ជំរាបសួរលោកយីខ្ញុំមានចំណុចតែ3ប៉ុណ្ណោះដែលត្រូវនិយាយគុណភាពត្រូវតែលេខ1តម្លៃត្រូវតែលេខ1រូបមន្តត្រូវតែរក្សាជាសម្ងាត់អ្នកណាដែលហ៊ានបំពានច្បាប់នេះគឺត្រូវតែចេញពីទីនេះសូមសួរលោកយីអំពីផែនការចែកចាយ
លោកយីទីផ្សារកំពុងទុកខ្លាំងប៉ុន្តែក្រុមជំនួញចាស់មួយចំនួនពួកគេចាប់ផ្ដើមច្រណែននឹងយើងហើយលោកយេយេឈីងស្ហួនរបស់ទាំងនេះច្រើនពេកហើយពីមុនអ្នកទាំងអស់គ្នាបានលំបាកជំនួសគ្រួសារខ្ញុំច្រើនណាស់ដល់ពេលដែលត្រូវគិតគូរពីខ្លួនឯងហើយប៉ាពីមុនមើលមនុស្សខុសហើយយើងជាគ្រួសារតែមួយកុំនិយាយរឿងទាំងនោះអីបងប្រុសចុះកាដូរបស់ខ្ញុំវិញមិនឲ្យបាត់មុខឯងឡើយឈីងស្ហួនអើយពូជាពូថ្លៃរបស់ក្មួយណាឥឡូវក្មួយមានបានហើយកុំភ្លេចសាច់ញាតិឲ្យសោះជួយរៀបចំតំណែងជានាយកក្រុមហ៊ុនឲ្យកូនពូផងហើយជួយទិញផ្ទះឲ្យមួយក្នុងផងយ៉ាងណាក៏យើងជាសាច់ញាតិនឹងគ្នាដែរកាលពីគ្រួសារត្រកូលយាជួបទុកលំបាកតើអ្នកទាំងអស់គ្នាទៅណីណាឥឡូវអញមានលុយច្រើនដល់ថ្នាក់នេះហើយចុះការជួយសាច់ញាតិវាខុសត្រង់ណាពេលត្រកូលយាជួបវិបត្តិពួកអ្នកគេចមុខបាត់អស់ដល់ពេលត្រកូលយាមានបានពួកអ្នកបែរជាមកចង់ចែកផលប្រយោជន៍ក្មួយឯងនេះមិនក៏គ្មានចិត្តមេត្តាអញ្ចឹងពាក្យថាចិត្តមេត្តាគឺសម្រាប់តែអ្នកដែលមានចិត្តស្មោះត្រង់ប៉ុណ្ណោះពួកអ្នកមិនសមនឹងទទួលបានវាទេសូមអញ្ជើញចេញទៅអ្នកថាខ្ញុំស្រឡាញ់ក្រុមគ្រួសារខ្លាំងពេកមែនទេនេះហើយទើបហៅថាការងើបឡើងវិញពិតប្រាកដពូលីជីវិតពូក៏ដល់ពេលត្រូវរៀបចំថ្មីដែរពូលីប៉ុន្មានឆ្នាំមកនេះពូលំបាកខ្លាំងណាស់នេះជាការតបស្នងរបស់ខ្ញុំសម្រាប់ពូលោកប្រុសតូចនេះវាធ្វើឲ្យតាមម្ចាស់នេះមិនដឹងថាត្រូវទទួលយ៉ាងដូចម្តេចទេលោកម្ចាស់ទី3ខ្ញុំបាទមិនហ៊ានទទួលទេរបស់ទាំងនេះមានតម្លៃខ្លាំងណាស់ខ្ញុំបាទមិនស័ក្តិសមនឹងទទួលវាឡើយលោកមិនមែនជាអ្នកបម្រើទេលោកគឺជាសមាជិកគ្រួសារខ្ញុំបាទសុខចិត្តការពារគ្រួសារតកូលយីពេញមួយជីវិតការពារលោកម្ចាស់រឿងរបស់លោកគ្រូជាងក៏ដល់ពេលត្រូវរៀបចំដែរជីងស្ហួនវាច្រើនពេកហើយម៉ាក់ប្រើមិនអស់ទេប្រើអស់ឬមិនអស់វាមិនសំខាន់ទេកូនចង់ឲ្យម៉ាក់មានរបស់ទាំងនេះបងប្រុសល្អបំផុតឲ្យតែម៉ាក់សប្បាយចិត្តទៅបានហើយលោកគ្រូជាងឈូរ៉ាន់ត្រូវតែផ្ទេរទៅវិទ្យាល័យសំខាន់ប្រចាំខេត្តតែងតាំងជាប្រធានក្រុមបង្រៀនតម្លើងឋានៈនិងអត្ថប្រយោជន៍អនុវត្តតាមស្តង់ដារខ្ពស់បំផុតគ្មានបញ្ហាទេលោកយេសមត្ថភាពបង្រៀនរបស់លោកគ្រូជាងពិតជាលេចធ្លោគួរតែដំឡើងតំណែងឲ្យគាត់យូរហើយរៀបចំបែបបទឲ្យរួចរាល់ក្នុងរយៈពេល3ថ្ងៃប្រាក់ខែប្រាក់បន្ថែមនិងប្រាក់ឧបត្ថម្ភបើកឲ្យក្នុងកម្រិតខ្ពស់បំផុតគាត់មិនត្រូវការការយកចិត្តទុកដាក់ពិសេសទេគាត់គ្រាន់តែត្រូវការភាពយុត្តិធម៌ការគោរពនិងស្ថិរភាពកុំឲ្យគាត់ដឹងឲ្យសោះថាជាការរៀបចំរបស់ខ្ញុំបាទយល់ហើយគ្រាន់តែប្រាប់ថាជាការឡើងតំណែងធម្មតាជាការជ្រើសរើសគ្រូបង្រៀនឆ្នើមចាប់ពីពេលនេះទៅនៅពេលដែលលោកគ្រូជាងនៅសាលាមិនអនុញ្ញាតឲ្យនរណាម្នាក់បង្កការលំបាកដល់គាត់ឡើយមិននឹកស្មានសោះគ្រូជាងគឺមានលោកយេនៅពីក្រោយខ្នងប្រកាសទៅថ្នាក់លើចុះឯកសាររបស់ជាងឈូរ៉ាន់ថ្ងៃនេះត្រូវតែអនុម័តឲ្យបានលោកគ្រូជាងមិនមែនខ្ញុំមិនចង់និយាយពីទឹកចិត្តនោះទេផ្ទះនេះខែក្រោយនឹងឡើងថ្លៃឈ្នួលហើយបើចង់នៅបន្តត្រូវតែបន្ថែមលុយបើមិននៅទេក៏រើចេញឲ្យលឿនទៅខ្ញុំដឹងហើយខ្ញុំនឹងរកវិធីដោះស្រាយឲ្យបានឆាប់បំផុតយាយឈីងស្វានមិនក៏អ្នកមកទីនេះមិនចាំបាច់រកវិធីដោះស្រាយទៀតទេយើងបដូរទៅកន្លែងថ្មីនៅជិតសាលារៀនហើយក៏ជិតមណ្ឌលថែទាំអ្នកជំងឺដែរស្ងប់ស្ងាត់មានសុវត្ថិភាពនិងផាសុកភាពបញ្ជូនមនុស្សទៅម៉ាក់ហាក់ដូចជាកំពុងយល់សប្តិអញ្ចឹងលេងជាចាប់លេងស្រីគ្លៀនទៀតហើយក៏លេងបារម្ភពីរឿងលុយកាក់ដែរម៉ាក់អ្វីកន្លងផុតទៅហើយចាប់ពីពេលនេះទៅយើងនឹងមិនជួបភាពលំបាកទៀតទេក្មេងប្រុសដែលឈ្មោះឈីងស៊ូននោះគឺជាអ្នកមានគុណដ៏ធំធេងរបស់យើងត្រូវតែចងចាំគាត់ពេញមួយជីវិតខ្ញុំដឹងហើយអ្វីដែលគាត់ផ្ដល់ឲ្យខ្ញុំមិនមែនត្រឹមតែលុយនឹងផ្ទះឡើយវាគឺជាសេចក្តីថ្លៃថ្នូរនិងក្តីសង្ឃឹមវាគឺជាភាពសុខសាន្តសម្រាប់ជីវិតដែលនៅសល់គុណសង្គមកិច្ចការគ្រប់យ៉ាងត្រូវបានបញ្ចប់គ្មានជំពាក់វគ្គវិនគ្មានភាពមិនច្បាស់លាស់គ្មានអ្វីជំពាក់គ្នាទៀតក្នុងនាមជាគ្រូនិងសិស្សសូមឲ្យមានសេចក្តីសុខរៀងខ្លួនលោកយេលោកហៅខ្ញុំមែនទេចាប់ពីថ្ងៃស្អែកនេះទៅចូលធ្វើការនៅក្រុមហ៊ុនឈីងស៊ូនហូឌីងចាប់ពីថ្ងៃនេះទៅ
អ្នកនឹងក្លាយជានាយកគ្រប់គ្រងម៉ាកយីហោរបស់ក្រុមហ៊ុន Yi Keng Chuan លោកយីខ្ញុំខ្លាចថាខ្ញុំធ្វើវាមិនបានល្អទេភាពស្ងប់ស្ងាត់របស់អ្នកភាពហ្មត់ចត់និងភាពទុកចិត្តបានក្នុងក្រុមហ៊ុនទាំងមូលគ្មាននរណាស័ក្តិសមជាងអ្នកឡើយការិយាល័យដាច់ដោយឡែកកន្លែងស្នាក់នៅផ្ទាល់ខ្លួនសិទ្ធិអំណាចជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនប្រាក់ខែគោប្រចាំឆ្នាំផ្ដល់ជូនទាំងអស់តាមនេះការតាំងពិព័រណ៍ផ្សព្វផ្សាយម៉ាកសញ្ញាជាតិនិងអន្តរជាតិរូបភាពនៃបណ្ដាញទំនាក់ទំនងសាធារណៈសូមឲ្យអ្នកជាអ្នករៀបចំនាយកស៊ូកោះប្រជុំជាបន្ទាន់រៀបចំផែនការម៉ាកសញ្ញាជាតិឡើងវិញក្នុងរយៈពេល3ខែខ្ញុំចង់ឲ្យម៉ាកសញ្ញាជាងសួនគ្រប់ដណ្ដប់លើវិស័យសំខាន់ទូទាំងប្រទេសសម្ភារៈផ្សព្វផ្សាយទាំងអស់ត្រៀមខ្លួនរួចរាល់ទាំងអស់បណ្ដាញផ្សព្វផ្សាយបានទៅភ្ជាប់រួចរាល់ហើយនាយកស៊ូអ្នករៀបចំការតាំងពិព័រណ៍នៅក្រៅប្រទេសបានផ្ញើលិខិតអញ្ជើញមកពួកគេព្រមផ្ដល់ស្តង់កម្រិតខ្ពស់បំផុតដល់ក្រុមហ៊ុនឈីងសួនលោកយេការផ្សព្វផ្សាយដំណាក់កាលទី1ត្រូវបានអនុវត្តរួចរាល់ចំនួនអ្នកមើលកើនឡើងដល់ជាង 2000 លានដងការស្វែងរកម៉ាកសញ្ញាកើនឡើងដល់ទៅ 300% អ្នកចែកចាយកំពុងបន្ថែមការបញ្ជីទិញបណ្ដាញចែកចាយកំពុងពង្រីកពេញផ្ទៃលើសពីគោលដៅដែលបានកំណត់ធ្វើបានល្អណាស់ការរៀបចំសម្រាប់ពិព័រណ៍អន្តរជាតិនៅជំហានបន្ទាប់គឺរួចរាល់ហើយចាប់ផ្ដើមបានគ្រប់ពេលធ្វើតាមការសម្រេចចិត្តរបស់អ្នកចុះថាវិការធនធាននិងសិទ្ធិអំណាចខ្ញុំប្រគល់ឲ្យអ្នកទាំងអស់ខ្ញុំជឿជាក់លើអ្នកខ្ញុំនឹងមិនធ្វើឲ្យលោកខកបំណងឡើយចាប់ពីថ្ងៃនេះទៅយ៉ែនវិញទៅចូលជាសមាជិកគ្រួសារ EG ផ្លូវការនាងមិនមែនជាអ្នកក្រៅទេនាងគឺជាសមាជិកគ្រួសារក្មេងល្អចាប់ពីពេលនេះទៅទីនេះគឺជាផ្ទះរបស់កូនអញ្ចឹងតើខ្ញុំមានបងស្រីមែនទេខ្ញុំតើអត់ទេខ្ញុំបានឲ្យគេរៀបចំឯកសាររួចរាល់ហើយអនុវត្តតាមនីតិវិធីច្បាប់សម្រាប់ការចុះបញ្ជីអាណាព្យាបាលនិងសាច់ញាតិត្រកូលនឹងផ្ដល់ឋានៈឲ្យនាងក៏ដូចជាអនាគតសម្រាប់នាងដែរស្អែកនេះទៅរៀបចំឯកសារចុះខ្ញុំមានបងស្រីហើយលោកប្រុសអ្នកស្រីហើយខ្ញុំថាបងប្រុសហើយគាត់ថាអ្នកម៉ាក់កូនមិនមែនជាអ្នកក្រៅទៀតទេគឺកូនជាសមាជិកគ្រួសារបងប្រុសអ្នកម៉ាក់កូនល្អតោះត្រឡប់ទៅផ្ទះយើងវិញថ្ងៃនេះគ្រួសារយើងបានទទួលសមាជិកថ្មីម្នាក់ទៀតសូមឲ្យគ្រួសារយើងជួបតែសេចក្តីសុខនិងជួបជុំគ្នាឲ្យបានសុខសាន្តអស់មួយជីវិតរក្សាបាននូវភាពសុខសាន្តអរគុណបងប្រុស